ចឹងនៅពេលដែលបងប្អូនជ្រើសរើសប្រភេទពន្ធត្រឹមត្រូវរួចរាល់ណានេះខ្ញុំឲ្យមើល transaction ឡើងវិញបានន័យថាក្នុងនេះខ្ញុំយក non VAT ចាហើយ transaction ទី2នេះខ្ញុំយក non VAT ហើយខ្ញុំមានប្រភេទពន្ធ withhold ទៀតអញ្ចឹងនៅពេលដែលបងប្អូនចូលទៅ SIN data ហ្នឹងដើម្បីធ្វើការប្រកាសពន្ធបងប្អូនមក app setting យកពាក្យ integration localize simplify go to business ចាអញ្ចឹងមកដល់នេះបងប្អូន create period ដើម្បីធ្វើការប្រកាសពន្ធអញ្ចឹងឥឡូវ create period ខ្ញុំបាន create ហើយអញ្ចឹងបងប្អូនធ្វើការប្រកាស purchase អញ្ចឹងនៅពេលដែលបងប្អូនមកគឺនៅ tab ខាងក្រោមនេះបងប្អូនឃើញពាក្យ book ហើយនិង manual នេះប៉ុន្តែមិញយើងចង់ send data ពី localize book អញ្ចឹងបងប្អូនជ្រើសយក book ហ្នឹងហើយយកពាក្យ send transaction វាគ្រាន់តែសួរ confirm ដើម្បីបញ្ជាក់ currency យើង yes មកអញ្ចឹង data ដែលបងប្អូនបាន record នៅ localize book ហ្នឹងគឺវាមកហើយដោយក្នុងហ្នឹងមានប្រភេទពន្ធកាត់ទុកដោយខាងលើនេះអត់មានទេប៉ុន្តែខាងក្រោមមានពន្ធកាត់ទុកលើថ្លៃឈ្នួលរូបវ័ន្តបុគ្គលប្រភេទផ្គត់ផ្គង់ទំនិញនិងសេវាកម្មគឺមិនជាប់អត់តបឃើញទេដែលបងប្អូនរើសយក non VAT ពីខាងមុខមិញណាអញ្ចឹងកន្លែងហ្នឹងបើសិនជាបងប្អូនរើសយក NA គឺវានឹងមិនមកទេព្រោះវាអត់មានប្រភេទពន្ធហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថាពី book បងប្អូនជ្រើសរើសប្រភេទពន្ធឲ្យបានត្រឹមត្រូវទៅ SIN មក simplify ហ្នឹងវាមានភាពងាយស្រួលអញ្ចឹងបើត្រឹមត្រូវហើយបងប្អូនគ្រាន់តែ save ហើយ close មកចាអញ្ចឹងយើង success ហើយការប្រកាស purchase របស់យើងគឺមានហើយឃើញទេចាអញ្ចឹងបើសិនជាបងប្អូនធ្វើហើយមានបញ្ហាអីទៀតអាចសួរបានគ្រប់ពេលណាអរគុណច្រើន